ធម្មតាទេតែយើងលេងខ្លាំងយើងចាប់ផ្ដើមបែកគំនិតបំបែកក្បាច់ចេញថ្មីទៀតហើយនេះស៊ីមណាគេដើរចាងកលើអញ្ចឹងទៅហើយ Subber នោះគេទៅដើរឯណា Golden ឯឆ្កុយទៅចំណែកឯ Pro D នេះគេមកដើរដេញ Expert Inland ណាចំណែក Haircut នេះគេដើរ Room ហ្នឹងហើយបើខាង Enemy បើស្មានត្រូវកោតហើយមិនបាច់ទៅ Hero ណាមក Counter ទេ Counter មិនចាញ់ទេហ្គេមនេះនេះគេដើរច្រាស់គ្នាអញ្ចឹងដើម្បីអីដើម្បីបំបីក្បាច់ថ្មីចាំមើលទឹកដៃគេលេងបានដឹងថាយ៉ាងណាហើយដល់ពេលយើងបកាយអញ្ចឹងយើងបោកដៃគ្នាគឺវាត្រូវHaircut នេះគឺថាវាបកាយបិទភ្លើងហើយខ្ញុំនេះភ្លើងនៅក្នុងដៃខ្ញុំចាប់ផ្ដើមជះពន្លឺឲ្យវាភ្លឺវិញណាហើយចូលមកដល់យើងបាន one kill បាទឃើញទេហើយខាង enemy បើស្មានត្រូវកោត Subber តា level 4 Granger រត់គ្មានរួចណែនិយាយថាល្អហើយចំណែក Pro D ខ្ញុំនោះទៅ off lane ជាមួយនឹង Robbie ហើយតែ Pro D level 4 ហើយគឺថាដេញសំណាញ់មេឃចាប់ផ្ដើមសាចទៅណែ game នេះគឺយើងលេងបច្ចេកទេសសុទ្ធសាធហ្មងធីមយើងកន្លែងនេះគឺថាខ្ញុំមកគឺដើម្បីជួយគ្នារីប៉ុន្តែវិច័យដល់អីវាជាតែគប់ចុះគប់ឡើងជប់ចុះគប់ឡើងវាណាឆេះឆាងអត់តែក្ដុកទៅលើអាដេញកាយហ្នឹងហេទឹកដៃល្អដែរតើវិញមានអន់ណាហ្នឹងហើយត្បិតតែធីមយើងរើសអញតិចមែនប៉ុន្តែយើងលេងល្អដែរកន្លែងនេះឃើញថា Haircut បិទ map ខ្ញុំបញ្ចេញភ្លើងដើម្បីឲ្យភ្លឺដល់ពេលវាភ្លឺសពតែSubber ចូលទៅចាក់ភ្លាមឃើញទេឃើញវាឆ្លាតទេឃើញគឺមិនច្រឡំវាឃើញខ្ញុំឆ្លាតទេឃើញទេនេះឯកន្លែងនេះខ្ញុំមកទៅណាទេខ្ញុំចង់ធ្វើស៊ីតែងនឹងទៀតនេះឃើញទេនេះរយឃើញទេក្បាច់ទាំងអស់គ្នាយើងលេងហ្គេមតោះតែយើងប្រើ IQ ដល់ថ្នាក់ខាងគេដាក់ថាអូខេទៅមិនអូខេហ្នឹងចាញ់ខ្ញុំហើយយើងកុំភ្លេចតួនាទីរបស់យើងមកជួយការពារគ្នាយើងដើម្បីឲ្យដេញវាយនឹងថៃថលណាបន្តមកគឺថាយើងចាប់ផ្ដើមលេង Granger ទៀតដែរថា Granger នេះបើថាទុកឲ្យ late game វាពិបាកបន្តិចដែរថាគ្នាយើងនឹងលេងវាដើរខុស role ហើយអញ្ចឹងទៅយើងរេសរងនេះអញ្ចឹងណាហើយមកឃើញនេះឃើញគេបោក team គ្នាត្រូវទេ3នាក់នេះមិនមែនអន់ទេណាហើយខាតហ៊ានទៅបិទភ្លើងខ្ញុំបើកភ្លើងខ្ញុំវិញណែឃើញទេដល់ពេលបើកភ្លើងខ្ញុំវិញដល់ពេលអា Subber វាឃើញភ្លឺអានឹងវាចាប់ផ្ដើមចូលចាប់ណែទឹកដៃហើយនឹង IQ គេថា1000លើ1000ហើយណាឃើញទេឃើញគ្នាខ្ញុំឆាត់អស់ឈាមខ្ញុំចាប់ផ្ដើមទៅបិទឲ្យណែមិនលំមិនលេងត្រូវមាន IQ ដោយសារអីដូចកន្លែងនេះខ្ញុំនៅទៅក្រោយទៅលុយយកតាណាអស់អី kill បានតែគ្នាយើងទាំងអស់ហើយដូចបាននិយាយចឹងថា Pro D កុំឲ្យ late ឲ្យសោះតែ late ហើយគឺថាណែសំណាញ់មេឃសាច់ពេញមេឃហ្មងថាប្រាប់វាថាយើងរៀបក្បួននេះគឺថាក្បួនយកឈ្នះហ្មងថា Robbie ដោះ lane ជាមួយ Pro Dអីទៅអូលេនជាមួយ Pro D មិនជ្រាប Pro D គេលេងសំណាញ់មេឃ Robbie បាននេះបានតែកវីចូលកវីឡើងហ្នឹងហើយខ្ញុំមានអីខ្ញុំចាំតែបិទគូដល់ទៅមានស្អីទៀតអូគ្នាយើងវាយមកឆ្ងាញ់មួយហ្គេមនេះនិយាយថា stand ណាទៅពេល Waller នេះមកយូនិយាយថាបើអ្នកចេះលេងចេះ support អូមិនបាច់និយាយ kill យកតាណាអស់ទេគ្នាយើងហើយនឹងថាបើ rank វិញមិនបាច់និយាយអូ1000ផ្កាយហ្នឹងតែនិយាយលេងសោយអីខ្ញុំអ្នកនិយាយខ្ញុំមិនទាន់បានឡើងដល់ mic ឃើញទេណាគ្នាយើងហើយតែស្អែកទៅសោះអត់សូវបានលេងនៅកន្លែងនេះចាប់ផ្ដើមបិទ map រៀបតាក់នេះដែរហើយខ្ញុំនេះតែគេបិទ map ហើយខ្ញុំចាប់ផ្ដើមចេញក្បាច់ហើយមានប្រហែលចេញទាំងអស់ឃើញទេបានដេញ Pro D តែគេចេញក្បាច់ប៉ុណ្ណាគេថាសំណាញ់មេឃសាច់ឲ្យពេញមួយមេឃហើយឥឡូវដល់វគ្គ Pro D ដើរធ្វើជាទូឯកម្ដងកន្លែងនេះគឺថា Pro D គឺថាសឹងទាំងអស់ហើយអត់មានទុកឲ្យអ្នកណាទេប៉ុន្តែកុំបារម្ភខ្ញុំនៅពីក្រោយចាំ support pro គិតតែវាយទៅគេថា game នេះគេថាបើមិនឈ្នះទៀតចាប់ហើយបើថាយើងរៀបតម្រង់មកនេះគេថាតម្រង់ឈ្នះតាំងពីដើមមកហើយបើថាចាញ់ចាប់បាត់ហើយមានស្អីទៀតណែ Pro D ដល់ពីមែនតែនទៅគេខ្លាហានគេចូលវាយក្នុងប៉មផងអីផងអើយធ្វើម៉េចតែយើងវានៅដល់ពីក្រោយគេចាំតែជះគេទៅប៉ុន្តែធ្វើម៉េចបើសិនជា game នេះឈ្នះដែរដល់ពេលអញ្ចឹងទៅមានន័យថាអាក្បួនដែលយើងរៀបមកហ្នឹងគឺវាសត្រូវស្មានចិត្តមិនដឹងទេធីមយើងសាក់រៀបតាមហ្នឹងមើល